បាទជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសួនពិសីជាគរុសិស្សមកពីថ្នាក់កហើយថ្ងៃនេះដែរខ្ញុំនឹងលើកយកនៅមេរៀនមួយមកបកស្រាយបាទអញ្ចឹងមេរៀនរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំសង្ខេបទៅលើមេរៀនទី3គឺប្រធានបទគឺ High Quality Classroom Assessment អញ្ចឹងតើ High Quality Classroom Assessment ហ្នឹងគឺជាអីហើយការកំណត់នៅលក្ខណៈវិនិច្ឆ័យឬក៏វិតម្លៃទៅលើ high quality assessment របស់យើងហ្នឹងតើវាប្រើនៅវិធីសាស្ត្រអីខ្លះដើម្បីធ្វើឲ្យវាហ្នឹង high quality assessment បានបាទអញ្ចឹងមេត្តារបស់មេរៀនរបស់ខ្ញុំគឺមានចំនួន3សំខាន់ទី1គឺនិយមន័យ high quality classroom assessment តើវាមាននិយមន័យដូចម្ដេចទី2គឺលក្ខណៈវិនិច្ឆ័យនៃ high quality classroom assessment ហ្នឹងតើយើងប្រើគោលវិធីសាស្ត្រអីខ្លះសម្រាប់វិនិច្ឆ័យទៅលើ high quality classroom assessment របស់យើងហើយចំណុចចុងក្រោយគឺសេចក្តីសន្និដ្ឋានបាទអញ្ចឹងនិយមន័យ high quality classroom assessment ហ្នឹងគឺជាការកំណត់ច្បាស់លាស់ឬក៏សមស្របនឹងការវិនិច្ឆ័យតម្លៃណាមួយដែលយើងកំណត់នៅគោលដៅសិក្សាច្បាស់លាស់ហើយការសិក្សាច្បាស់លាស់ហ្នឹងគឺយល់បានទាំងគ្រូហើយនិងទាំងសិស្សហើយតើហើយគោលដៅនៃការវិតម្លៃឬការសិក្សារបស់យើងហ្នឹងគឺសមស្របទៅនឹងការអភិវឌ្ឍតាមស្តង់ដារហើយមានតុល្យភាពទៅលើចំណេះដឹងទៅលើហេតុផលទៅលើជំនាញនិងផលិតផលនិងចរិតលក្ខណៈរបស់សិស្សហ្នឹងបាទអញ្ចឹង high quality classroom assessment របស់យើងគឺមាន8ចំណុចវិនិច្ឆ័យសំខាន់បាទអញ្ចឹងនេះគឺជា concept map របស់យើងអញ្ចឹង high quality classroom assessment របស់យើងគឺមានការវិនិច្ឆ័យទៅលើ8ចំណុចហ្នឹងចំណុចទី1គឺ analyzement អញ្ចឹង analyzement ហ្នឹងគឺសំដៅទៅលើការវិនិច្ឆ័យទៅលើការវិនិច្ឆ័យទៅលើ learning target ហើយសំទោស alignment ហ្នឹងគឺសំដៅទៅលើភាពស៊ីសង្វាក់គ្នានៃ learning target លើ instruction ហើយនិង assessment method អញ្ចឹងមានន័យថាឧទាហរណ៍សិស្សមួយហ្នឹងយើងចង់វិនិច្ឆ័យទៅលើគាត់ឬក៏ចង់វិតម្លៃទៅលើគាត់យើងត្រូវដឹងថាតើគាត់ហ្នឹងគឺរៀនបានចំណុចដែលយើងបង្រៀនហ្នឹងមានគោលដៅដែលយើងគាត់ចេះហ្នឹងគឺជាអីទី2តើយើងប្រើវិធីសាស្ត្រអីសម្រាប់បង្រៀនគាត់ហើយនឹងទី3តើរបៀបនៃការវិធីសាស្ត្រនៃការវិតម្លៃរបស់យើងហ្នឹងយើងត្រូវប្រើបែបម៉េចអញ្ចឹងយើងធ្វើម៉េចគឺយើងត្រូវប្រើវាឲ្យស៊ីសង្វាក់គ្នាមានន័យថាឧទាហរណ៍មេរៀនរបស់យើងគោលដៅរបស់យើងចង់បានចង់ឲ្យសិស្សហ្នឹងយល់ពីចំណុច A អញ្ចឹងយើងត្រូវប្រើវិធីសាស្ត្រ A ហ្នឹងដើម្បីបញ្យល់មេរៀនរបស់គាត់ហ្នឹងហើយយើងប្រើវិធីសាស្ត្រសំទោសយើងប្រើវិធីវិតម្លៃ A ដែរដើម្បីកំណត់ទៅលើសិស្សហ្នឹងគាត់យល់ចំណុច A ហ្នឹងបានប៉ុណ្ណាបាទអញ្ចឹងដើម្បីវិតម្លៃ alignment បានយើងអាចប្រើវិធីសាស្ត្រជាច្រើនដូចជាការជ្រើសរើសនៅការបង្កើតនៅសំណួរជ្រើសរើសឬការបង្កើតនៅសំណួរខ្លីៗឬការឲ្យសិស្សហ្នឹងជាការតែងសេចក្តីឬការឡើងធ្វើនៅ performance អីផ្សេងបាទអញ្ចឹងអានេះគឺជាចំណុច alignment របស់យើងចំណុចមួយទៀតគឺ validity របស់យើងហ្នឹងគឺសំដៅទៅលើការភាពសមស្របនិងភាពត្រឹមត្រូវហើយនឹងអាចទុកចិត្តបានទៅលើការបកស្រាយឬក៏ការទាញនៅសេចក្តីសន្និដ្ឋានចេញពីបន្ទុកនៃការវិតម្លៃរបស់យើងអញ្ចឹងយើងអាចកំណត់លក្ខណៈឬក៏កំណត់ភស្តុតាងនៃ validity របស់យើងហ្នឹងគឺមាន3កត្តាសំខាន់ទី1គឺ content relate evidence អញ្ចឹង content related evidence ហ្នឹងមានថាវាគឺជាការវិនិច្ឆ័យទៅលើតំណែងតំណងនៅខ្លឹមសារមេរៀនហើយនិងគោលដៅសិក្សាមានន័យថាគោលដៅសិក្សារបស់យើងគឺជាអីយើងត្រូវវិតម្លៃឲ្យចំនៅគោលដៅសិក្សារបស់យើងបាទមួយទៀតគឺ criterion relate evidence ហ្នឹងគឺសំដៅទៅលើលទ្ធផលវិនិច្ឆ័យណាមួយស្របទៅនឹងកំណត់
ស្របទៅនឹងការវិតម្លៃនៅការសិក្សាផ្សេងទៀតឧទាហរណ៍ថាកូនសិស្សកម្នាក់ហ្នឹងគាត់ចេះយ៉ាងស្ទាត់ជំនាញនៅការប្រើនៅមីក្រូទូបអញ្ចឹងយើងវិតម្លៃគាត់ទៅថាគាត់ហ្នឹងគឺចេះប្រើពិតមែនមួយទៀតសិស្សក៏នឹងដដែលគាត់អាចបកស្រាយឬក៏អាចឡើងនៅធ្វើបទបង្ហាញអំពីទ្រឹស្ដីនៃការប្រើប្រាស់មីក្រូទូបនឹងបានសិស្សក៏នឹងដដែលអញ្ចឹងមានន័យថា in available សំទោសvalidity របស់គាត់ហ្នឹងគឺវាស្របវាស៊ីសង្វាក់គ្នាវាស្របគ្នាបាទចំណុចមួយទៀតគឺ consequential evidence consequential evidence ហ្នឹងគឺសំដៅទៅលើការវិតម្លៃថាតើយើងវិតម្លៃទៅសិស្សហ្នឹងវាផ្ដល់អត្ថប្រយោជន៍អីខ្លះឬក៏តើវាផ្ដល់ផលប៉ះពាល់អីខ្លះដល់សិស្សហ្នឹងឧទាហរណ៍បើសិនជាសិស្សហ្នឹងវិតម្លៃទៅដល់ការរៀនសូត្ររបស់គាត់គឺល្អឬក៏ការជំរុញទឹកចិត្តរបស់គាត់ហ្នឹងគឺល្អអញ្ចឹងមានន័យថាគឺគាត់អីគេគឺគាត់សំទោសគឺគាត់ហ្នឹង validate គាត់ validate បាទអញ្ចឹងចំណុចមួយទៀតគឺ fairness បាទអញ្ចឹង fairness របស់យើងហ្នឹងសំដៅទៅលើយុត្តិធម៌នៃការវិតម្លៃអញ្ចឹងយុត្តិធម៌នៃការវិតម្លៃរបស់យើងគឺមានសមាសភាព4សំខាន់ទី1គឺ transparency ឬក៏តម្លាភាពមានន័យថានៅពេលដែលយើងចង់វិតម្លៃទៅលើកូនសិស្សហ្នឹងយើងត្រូវបង្រៀនកូនសិស្សហ្នឹងឲ្យចេះគ្រប់គ្នាសិនយើងអាចបង្រៀនកូនសិស្សណាម្នាក់ទុកកូនសិស្សណាម្នាក់ឯងហើយយើងវិតម្លៃសរុបទីអញ្ចឹងយើងដើម្បីឲ្យមានតម្លាភាពយើងត្រូវតែវិតម្លៃឬក៏យើងត្រូវបង្ហាត់មេរៀនហ្នឹងឲ្យគាត់បានគ្រប់គ្នាសិនមួយទៀតគឺឱកាសក្នុងការរៀនដូចគ្នាដែរអញ្ចឹងនៅពេលដែលរៀនខ្លឹមសារយើងត្រូវផ្ដល់ឲ្យគាត់បានគ្រប់គ្នាអត់ខ្លឹមសារបានដោយតែសិស្សម្នាក់ទេអញ្ចឹងយើងត្រូវឲ្យខ្លឹមសារមេរៀនហ្នឹងឲ្យសិស្សគ្រប់គ្នាដើម្បីឲ្យគាត់ហ្នឹងត្រៀមក្នុងការវិតម្លៃឬក៏ឲ្យគាត់នឹងរៀនឲ្យបានគ្រប់គ្រាន់បាទចំណុចមួយទៀតគឺចំណេះដឹងនិងជំនាញដែលត្រូវមានជាមុនមានន័យថាកូនសិស្សម្នាក់គឺគាត់ចេះនៅជំនាញមួយហ្នឹងកូនសិស្សម្នាក់ទៀតគឺគាត់អត់ទាន់ចេះអញ្ចឹងយើងវិតម្លៃសរុបមកគឺយើងអត់វិតម្លៃអញ្ចឹងយើងត្រូវតែបង្រៀនសិស្សកនឹងហើយយើងត្រូវតែបង្រៀនសិស្សខបន្តទៀតដើម្បីឲ្យគាត់នឹងចេះដូចគ្នាទើបយើងអាចវិតម្លៃសរុបបានចំណុចមួយទៀតគឺការជៀសវាងការលំអៀងមានន័យថានៅពេលដែលយើងកែបន្ទោឬក៏នៅពេលដែលយើងវិតម្លៃហ្នឹងយើងអត់លំអៀងទៅកាន់សិស្សកឬក៏សិស្សខណាម្នាក់ឯងយើងត្រូវឲ្យមានភាពស្មើគ្នាឲ្យមានសុក្រិតភាពឲ្យមានយុត្តិធម៌នៅក្នុងនោះបាទចំណុចមួយទៀតគឺreliability ហ្នឹងគឺសំដៅទៅលើភាពទុកចិត្តបានមានថានៅពេលដែលវាតម្លៃហ្នឹងគឺយើងអត់សំទោសគឺយើងត្រូវដឹងថាតើវាមាន error ឬអត់ឬក៏វាគ្មាន error ឬអត់ឬគ្មានការរំខានពីមជ្ឈដ្ឋានខាងក្រៅអត់បាទអញ្ចឹងត្រង់នេះគឺសំដៅទៅលើនៅពេលដែលយើងវាតម្លៃយើងប្រកាសថាវិញ្ញាសាដែលយើងដាក់ឲ្យគាត់ហ្នឹងដែលយើងចង់វិតម្លៃហ្នឹងគឺអត់មានកំហុសឬក៏យើងសង្កេតទៅមើលគាត់ហ្នឹងថាគាត់ហ្នឹងមានសុខភាពល្អអត់នៅពេលដែលយើងហ្នឹងចង់វិតម្លៃទៅលើគាត់ឧទាហរណ៍នៅពេលដែលយើងដាក់កិច្ចការគាត់ធ្វើទៅចៃដន្យអីគាត់អត់ស្រួលខ្លួនឬក៏អារម្មណ៍របស់គាត់ហ្នឹងអត់ល្អអញ្ចឹងការវិតម្លៃរបស់យើងហ្នឹងធ្វើឲ្យយើង error បាទធ្វើឲ្យយើងហ្នឹងគ្មាន reliability ហ្នឹងបាទអញ្ចឹងប្រភពនៃកំហុសរបស់យើងគឺមាន2សំខាន់ទី1 internal error ទី2គឺ external error អញ្ចឹង internal error ហ្នឹងសំដៅទៅលើសិស្សម្នាក់ហ្នឹងគឺសំដៅទៅលើសុខភាពរបស់គាត់មិនដែរអារម្មណ៍របស់គាត់មិនដែរមុនពេលដែលយើងហ្នឹងធ្វើការ assessment បាទចំណុចមួយទៀតគឺ internal error ហ្នឹងបាទសំដៅទៅលើវិញ្ញាសាដែលយើងចេញហ្នឹងមានបញ្ហាអត់ឬក៏បរិយាកាសដែលយើងវិតម្លៃហ្នឹងគឺវាស្តង់ដារអត់ហើយការដាក់បន្ទុករបស់យើងហ្នឹងគឺមានការលំអៀងអត់បាទ
chắc nó cứ chỉ cả vì đầm lại từ lứa xong rồi cứ chỉ cả vì để trái từ lứa reliability bài trường hợp mới tiết cứ xong đầu cứ positive in question nó cứ xong đầu từ lứa cả vì để trái đó sầm khăn mũi từ lứa cả vì đầm lại đời xong tục cứ chia ca bắt đòn nó phải chảo mũi từ lứa ca vì đầm lại từ lứa cũ xong tục ca vì đầm lại từ lứa sát hay nâng cũ thật ta nó bị đài dương vị đầm lại nó Paul Papol ai class đài che từ pol từ lứa cốt ai Paul cho mình ai class để che một lứa ở pol nó bỏ dưới rồi chỉ cột được nhỉ thì họ nó bị đài nhóm ở xong tuần nó bị đài con sao mình nè con ở toàn che nơi một cái chia muối hay dương ở trên là một chia muối ấy trong trường hợp nam mùi thì trong này có dương viên đầm lại thì lựa trong này con nấng thua ở ấy ghế thua ở papua bởi vì có ở toàn dùng chẳng nhưng chẳng bách rồi tại bắt đo nơi trong này đâm bắt thành cốt rồi là cô chị đàn chẳng thua ở vì ấy thua ở vía thua ở chia po với chấm biến một cán dưới một cán con soi dưới một cán dương được nè bạn cho nó mùi tiết cứ practice quality hay năng affection gì cho nó cứ sầm đau từ lời ca với để chay muối đài thành địa tha ca với đầm lại bởi dưới nó ăn được một đôi rồi luôn mình khát bong trơn trong đó cứ sầm đau từ lời cứ sầm đau từ lời ca với để chay từ lời cho nó mà muối được bỏ sơn nó đòi oxypel trơn rồi có khát bong nơi ở nơi thôn thiên trơn thì ho cho nó muối nó trong riêng màu và tái chạy đáy mà sang chỉ trong ở vị đầm lại thì lưỡi con sao nắng để pi máu trong thua ở việc hạt bong tràn nơi pi lì trong thua ở viên nắng cứ ở miền nơi stong đá ở miền là bật sạch phim cột cron này chẳng ní cứ chỉ cả viên trai từ lưỡi practice call hay năng affection cho nên mới tiết cứ clear hay năng clear and appropriate learning learning nó sẽ nào từ cứ đầm bông pot này cao vị đầm lại mới đây tha cao vị đầm lại bởi dưới những ai đặt vì chỉ cuộc đời sắc xa là muối theo như cho vị đầm lại từ cột nắng nhưng thử cầm nọt nơi cuộc đời sắc xa na mùi ở xóm sọp sấn và tọa mỗi những ai vì đầm lại từ lưới trong này đâm vào cốt ca vô đâm vào cột mê riêng đó vô đâm hàng mấy ca cất bị cha này và cốt là con mê riêng nó nhận mấy chùm đi người ca đọc sai lồng hát được có bánh hạt xem nó nhận mấy là tập Paul vào cốt nó nhận mấy hay area bọn ở bên này có riêng hai nó nhận mấy bạn anh chấn đi cái chỉ ca vị đầm lại clear and appropriate learning của con trong cái cứ select appropriate method trong select appropriate method nó xem là từ lời thì sát còn ông ca trước rồi nơi được biết này ca vị đầm lại sinh sinh từ lời ở smart phép sa từ lời ca Boston smart phép sa area bot em sinh chẳng nhưng ai chưa nơi vị thì xa chỉ ra trong vị thì xa nó trong miền ở vùng muối thì muối như ai chưa chia sừng đồ chầm lại về hụt chầm lại xem hiện đại chia sừng đồ và hụt chầm lại còn tới hay ở cột vừa từ và sân cột vừa bán mình tha ở cao vị đầm lại ở dưới cứ chụp chơi này vì thì sắc tí cứ sừng đồ một phết clay chứ như ai đã chia sừng đồ một phết chầm lại clay ở cột xe tới và cột xe bán mình tha chụp chơi thì mấy cứ ca xe tay cái đầy chẳng như ai đã chia sầm đùa ba xe tay cái đấy ở của thứ hay ai quy đầm lại tranh bình luận bàn mỗi tiết cứ ca award rồi có performance assessment cứ ca quy đầm lại bài award to là thì ho thà dương nắng trong quạt nó vừa bật ở hai từ lời mê riêng là dương riêng hai lần mà sao chỉ có riêng háo hay có chết còn ai thổi vào hàng bát mới đi tha cao vị đầm lại bởi dương nó cứ trục chạy
ទី5គឺ overall communication គឺការសម្ភាសផ្ទាល់មាត់ការឆ្លើយសំណួរផ្ទាល់មាត់ដែលទីឲ្យយើងសម្ភាសគាត់គឺសួរគាត់ឬក៏វាថាសំណេះសំណាលនៅមេរៀនហ្នឹងដោយផ្ទាល់មាត់តែម្ដងចឹងយើងអាចប្រើវិធីសាស្ត្រហ្នឹងបានចំណុចទី6គឺការសង្កេតនិងការវិនិច្ឆ័យដោយខ្លួនឯងចំណុចនេះមានថានៅពេលដែលយើងបង្រៀនយើងថាសង្កេតឃើញសិស្សហ្នឹងសកម្មភាពរបស់គាត់ហ្នឹងចូលរួមក្នុងការរៀនអត់ហើយតើការរៀនរបស់គាត់ហ្នឹងគឺសុជីវធម៌អីយ៉ាងបត់នៅក្នុងថ្នាក់រៀនរបស់គាត់ហ្នឹងយ៉ាងម៉េចដែរអញ្ចឹងយើងអាចសង្កេតផ្ទាល់បានហើយក្នុងនោះដែរយើងអាចវិតម្លៃតាមរយៈដោយខ្លួនឯងបានអញ្ចឹងយើងអាចធ្វើជាកិច្ចការណាមួយឲ្យគាត់ធ្វើទៅហើយឲ្យគាត់មានតម្លៃខ្លួនឯងឬក៏ឲ្យកូនសិស្សដទៃទៀតវិតម្លៃចំនួនគាត់ឧទាហរណ៍សិស្សកយើងអាចវិតម្លៃទៅលើសិស្សខថាម៉េចទៅក៏រាយការណ៍មកលើសំទោសគាត់រាយការណ៍លទ្ធផលហ្នឹងមកកាន់យើងអញ្ចឹងយើងអាចយកលទ្ធផលហ្នឹងទុកជាចំណុចដែលយើងអាចវិតម្លៃបានបាទអញ្ចឹងចំណុចរបស់ខ្ញុំនៃការវិតម្លៃសំទោសនៃលក្ខណៈវិនិច្ឆ័យទៅលើ high quality classroom assessment ហ្នឹងគឺមាន8ចំណុចហ្នឹងអញ្ចឹងចំណុចចុងក្រោយគឺសន្និដ្ឋានអញ្ចឹងសន្និដ្ឋានសរុបមកគឺមេរៀនទី3ហ្នឹងគឺការវិតម្លៃថ្នាក់រៀនដែលមានគុណភាពខ្ពស់ឬក៏ high quality classroom assessment ហ្នឹងគឺផ្ដោតទៅលើការធានាថារាល់ការវាស់វែងសមត្ថភាពសិស្សហ្នឹងត្រូវមានភាពត្រឹមត្រូវត្រូវមានភាពយុត្តិធម៌ហើយត្រូវមានផលប្រយោជន៍ផ្សេងទៅកាន់ការរៀនសូត្ររបស់គាត់ផងដែរបាទអញ្ចឹងមេរៀនរបស់ខ្ញុំនៃការសង្ខេបគឺមានតែប៉ុណ្ណឹងទេបាទសូមអរគុណ